បាទជំរាបសួរនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពីមេរៀនមួយសំខាន់ណាស់នៅក្នុងភាសាបារាំងបាទគឺសង្កត់ថាចាប់ពីកម្រិតដំបូងទៅអាឬក៏អាដើមទៅតម្រូវយើងចេះបាទទោះបីមិនយល់ច្បាស់ស៊ីជម្រៅក្នុងលក្ខខណ្ឌពិសេសក៏យើងអាចគ្រាន់តែដឹងយល់ជាគោលសិនក៏បានដែរបាទប៉ុន្តែខ្ញុំនឹងបញ្យល់អំពីអឺបាទតាំងពីចំណុចដំបូងទៅតែម្ដងណាមេរៀននេះគឺនិយាយអំពី passé composé ហើយយើងដឹងហើយ passé composé គឺមានន័យថាអតីតកាលបាទប៉ុន្តែនៅក្នុងភាសាបារាំងយើងមានអតីតកាលច្រើនណាមិនមែនមានតែមួយហ្នឹងទេយើងមាន passé composé យើងមានimparfait យើងមាន plus que parfait យើងមាន passé okay simple យើងមាន passé antérieur មានច្រើនទៀតប៉ុន្តែខ្ញុំនឹងលើកយកមកតែផ្នែកមួយចំនួនប៉ុណ្ណោះមិនទាំងអស់ទេគឺតកតទៅនឹងកាលអតីតកាលដែលយើងប្រើប្រាស់បាទជាក់ស្ដែងណាអូខេអញ្ចឹងយើងពិនិត្យមើលទម្រង់ passé composé ទី1គឺអ្នកទាំងនេះពិនិត្យទៅមើលរូបមន្តរបស់វាសិនបាទអញ្ចឹងដើម្បីយល់ច្បាស់អំពី passé composé ដាច់ខាតទី1ត្រូវតែចេះបំបែកកិរិយាសព្ទចំនួន2សំខាន់ដែលវាមានមុខងារជា auxiliaire នៅពេលយើងធ្វើវាទៅជាទម្រង់ passé composé គឺកិរិយាសព្ទ être ហើយនិង avoir បាទអញ្ចឹង être conjugué ឲ្យចេះមកឧទាហរណ៍ថា être conjugué au temps présent je suis tu es il est nous sommes vous êtes il elle pluriel sont d'accordចំណែក avoir ដូចគ្នាដែរ avoir conjugué au temps présent ok j'ai tu as il a nous avons vous avez il elle pluriel sont d'accord មួយទៀតសំខាន់ដែរគឺ participe passé ត្រូវតែចេះឲ្យច្បាស់ណាថាតើពេលណាវាបញ្ចប់ដោយ accent aigu ពេលណាវាបញ្ចប់ដោយ ui ខាងចុងពេលណាវាបញ្ចប់ដោយ i ណាបាទពេលណាវាបញ្ចប់ដោយ t ណាឧទាហរណ៍ថា ouvrir ouvert offrir offert par exemple ណាអូខេយើងនឹងមើលជាក់ស្ដែងសូមមើលទម្រង់វាគឺអូខេ auxiliaire avoir ou être plus participe passéអូខេអញ្ចឹង avoir យើងប្រើនៅពេលណា auxiliaire avoir អញ្ចឹងជាទូទៅកិរិយាសព្ទភាគច្រើននៅក្នុងភាសាបារាំងគឺយើងប្រើជាមួយនឹង auxiliaire avoir បាទច្រើនណាស់គឺជាមួយនឹង avoir ណាឧទាហរណ៍ថាកិរិយាសព្ទ manger កិរិយាសព្ទ dire កិរិយាសព្ទ parler vouloir etc អញ្ចឹងខ្ញុំឲ្យឧទាហរណ៍ខ្លះឧទាហរណ៍ថា manger ទៅជាអតីតកាលបើសិនជាបច្ចុប្បន្នគឺយើងនិយាយថា je mange ទៅជាអតីតកាល j'ai mangé ឧទាហរណ៍ dire បាទនៅពេលអ្នកទាំងនេះនិយាយជាទម្រង់présent je dis ប៉ុន្តែទៅជាអតីតកាល j'ai dit បាទ dit នេះប៉ុន្តែ dit ទេណាខាងចុងparler il parle ទៅជា il a parlé បាទvouloir elle veut ទៅជា elle a voulu បាទចឹងមានច្រើនណាសំខាន់យើងចេះបំបែកវាមកអូខេប៉ុន្តែបើសិនជាគេសាប់avoir ខ្លួនឯងទៅជាអតីតកាលវាបដូររូបរាងទាំងស្រុងតែម្ដងអូខេ avoir ទៅជា oui oui ណាជាទូទៅ oui យើងអានថា ទេប៉ុន្តែនៅក្នុងអតីតកាលរបស់គេសាប់ avoir គឺដាច់ខាតយើងត្រូវតែអានថា oui ករណីពិសេសណា j'ai oui ហើយ être វិញអតីតកាលរបស់វាគឺ j'ai été មិនថា être ទៅជា été été ដែលយើងសរសេរ accent aigu t accent aigu ដូចរដូវក្តៅអញ្ចឹងណា l'été អញ្ចឹងវិញអូខេហើយបន្តមកទៀតយើងនិយាយពីគេសាប់ être auxiliaire វាតើយើងប្រើនៅពេលណាគឺទី1គឺយើងប្រើ être ជាមួយនឹងពពួកកិរិយាសព្ទ pronominaux verb pronominaux ខ្ញុំមិនដឹងថាខ្មែរយើង pronominaux ប្រើតែមិនទេប៉ុន្តែយើងអាចយល់បានថាពពួក verb pronominaux គឺជាពពួកកិរិយាសព្ទដែលធ្វើអំពើទៅលើប្រធានធ្វើអំពើលើខ្លួនឯងណាបាទជាមួយយើងនិយាយជាក់ស្ដែងឧទាហរណ៍ថា je m'appelle អាហ្នឹងគឺខ្ញុំប្រើកិរិយាសព្ទ verb pronominal មិនថាខ្ញុំហៅខ្លួនខ្ញុំឈ្មោះអីចឹងមក je m'appelle បាទដែលភាសាខ្មែរយើងប្រែមកឲ្យស្រួលស្ដាប់គឺខ្ញុំឈ្មោះ je m'appelle tu t'appelles ចឹងមកទៅជាverb pronominal នៅក្នុងអតីតកាលឧទាហរណ៍កិរិយាសព្ទ promener se promener je me promène ដល់ពេលទៅជាអតីតកាល je me suis promené បាទបែបហ្នឹងឧទាហរណ៍ថា se perdre វង្វេងផ្លូវ
ok ឧទាហរណ៍ថាអឺ il se perd ដល់ពេលទៅជាអតីតកាល il s'est perdu បាទអញ្ចឹង oxygène être គឺប្រើបែបហ្នឹងអូខេអញ្ចឹងការប្រើប្រាស់ហ្នឹងគឺយើងប្របែកដូច présent អញ្ចឹងហើយបានជាគេឲ្យយើងចាប់ផ្ដើមរៀនភាសាបារាំងភ្លាមតម្រូវយើងចេះបំបីកិច្ចសព្ទភ្លាមដោយសារតែវាប្រែប្រួលយើងប្រើវារហូតណាបាទអូខេចំណុចមួយទៀតនោះគឺប្រើ oxygène être ជាមួយនឹង les verbes de mouvement indéfini ជាមួយនឹងពពួកកិច្ចសព្ទដែលនិយាយពីចលនាយើងណាហើយវា indéfini វាថាវាអត់ច្បាស់លាស់ទេមិនដឹងថាចេញពីណាដល់ណាធ្វើអីខ្លះឧទាហរណ៍យើងអត់ដឹងទេឧទាហរណ៍ថា arriver partir entrer rentrer sortir monter descendre aller venir revenir retourner tomber mourir naître devenir បើជាទូទៅអ្នកដែលរៀនភាសាបារាំងច្បាស់ជាធ្លាប់និយាយថាគេពពួកកិច្ចសព្ទដែលប្រើជាមួយ oxygène être គឺមានច្រើនឧទាហរណ៍ថាកិច្ចសព្ទ pronominal ពពួកកិច្ចសព្ទ de mouvement ទាំង14 16ចឹងឧទាហរណ៍ណាបាទអូខេអញ្ចឹងយើងត្រូវចេះរក participe passé វាមួយទៀតអញ្ចឹងអ្វីដែលសំខាន់គឺចេះរក participe passé មកថាអតីតកាលរបស់កិច្ចសព្ទដើមរបស់វាឧទាហរណ៍ថា arriver ទៅជាអតីតកាលគឺ arriver accent aigu បាទមួយទៀតយើងប្រើកិច្ចសព្ទ avoir ដែរ les verbes de mouvement défini បាទយើងប្រើ oxygène avoir ជាមួយនឹងកិច្ចសព្ទ de mouvement គេ défini វាផ្ទុយពី indéfini វាច្បាស់លាស់ឧទាហរណ៍ marcher ok courir voler conduire nager ពពួកទាំងអស់ហ្នឹងគឺគេហៅថាពពួកកិច្ចសព្ទដែលមានចលនា mouvement យើងមានចលនាប៉ុន្តែយើងដឹងថា je marche អានេះយើងដឹងយើងដើរយើងដើរបាទ courir រត់ voler ណាហោះកងវាបើកបរ nager ចឹងមកបាទហើយខ្ញុំនឹងលម្អិតអំពី participe passé នៅក្នុងវីដេអូក្រោយបាទ